មើល single mom ឬអ្នកមានកូនតូចចង់ដើរលេងត្រូវធ្វើម៉េចតោះមកមើលដំណើរកម្សាន្តទៅលេងអរ៉ែងថ្មបាំងជាមួយខ្ញុំហើយនឹងកូនធីងម្ដងមើលដោយសារខ្ញុំមានតែ2នាក់អញ្ចឹងខ្ញុំទៅដើរលេងរៀងពិបាកបន្តិចមាន2នាក់ហ្នឹង2នាក់មនុស្សធំឯណា2នាក់ម៉ែហើយកូនអញ្ចឹងទៅដើរលេងយើងអត់អាចទៅខ្លួនឯងបានជិះឡានជិះអីខ្លួនឯងនេះដោយសារយើងអត់មានឡានយើងនៅនេះយើងជិះតែកង់3ទេអញ្ចឹងទៅដើរលេងភាគច្រើនគឺខ្ញុំទៅតាមធัวនេះជាមធ្យោបាយដើរលេងរបស់អ្នកម៉ាក់ឬមួយក៏អ្នក single អត់មានគួយហ្នឹងទៅតាមធัวគឺត្រូវហើយតាមធัวខ្ញុំត្រូវងើបទៅតាំងពីព្រឹកព្រលឹមឡានចេញម៉ោង4កន្លះអញ្ចឹងខ្ញុំងើបតាំងពីម៉ោង3ដើម្បីរៀបចំហើយម៉ោង7:04គឺខ្ញុំហៅកង់3ជិះវៀងយើងហៅគ្រាប់បានជាងយើងត្រូវហៅមុនហើយយើងទៅឡើងឡាននៅពេទ្យកុមារជាតិម៉ោង4កន្លះគឺយើងចេញដំណើរប៉ុន្តែថ្ងៃហ្នឹងរៀងយូរបន្តិចម៉ោង7:05ម៉ោង4:46នាទីបានយើងចេញពីកុមារជាតិមកណាយើងជិះឡាន45កៅអីបងប្អូនមកតាមផ្លូវពេលព្រឹកថ្ងៃរះស្អាតបងប្អូនអើយរះស្អាតមែនទែនមានថ្ងៃរះហើយក៏មានចុះអាប់ច្រើនមែនទែនហើយយើងពីអរ៉ែងទៅថ្មបាំងហ្នឹងគឺស្ងាត់អត់មានអីអញ្ចឹងយើងមានតែមើលទូតាមទូរស័ព្ទកូនខ្ញុំគាត់ក្រោកពីព្រឹកអញ្ចឹងគាត់អស់កម្លាំងគាត់ងុយគេងគាត់គេងហើយបងប្អូនហើយដោយសារពីពេញតអរ៉ៃហ្នឹងយើងជិះ3ម៉ោងបងប្អូនបានទៅដល់អញ្ចឹងគាត់គេងសិនណាឲ្យទៅមិនរួចទេតែមិនអញ្ចឹងឯងគាត់អស់កម្លាំងមានកម្លាំងដើរគ្មានកម្លាំងគោយើងទេជិះអញ្ចឹងយើងមកដល់កន្លែងគ្នាគេហៅកំពង់មូលថ្មបាំងនេះយើងចុះហើយយើងចុះដើម្បីចូលបន្ទប់ទឹកចូលអីហ្នឹងប៉ុន្តែបងម៉ែគាត់ចូលទៅទិញត្រេននៅហ្នឹងត្រេន Family គេអាតូចហ្នឹងគេលក់1គីឡូ6000តែខ្ញុំអត់បានចុះគេទេដោយសារកូនខ្ញុំគេខ្ញុំអត់បានចុះទេយើងក៏បន្តដំណើរទៅដល់ទៅមុខទេទៅដល់អរ៉ែងហ្មងនេះគឺយើងចូលមកដល់អរ៉ែងបងប្អូនចូលមកដល់ក្នុង resort អរ៉ែងគេនេះអរ៉ែង camping គេនេះគេមានលក់ត្រេនដែរបងប្អូនត្រេនម៉ាន់ថងគេនេះ1គីឡូ10000ណា1គីឡូ10000សាច់គេផ្អែមដែរតើបងប្អូនតែគ្រាន់តែនេះច្របល់រៀងក្រាន់បន្តិចតែហើយបើណារៀងទុំដើមបន្តិចហ្នឹងគេលក់1គីឡូ7000បងប្អូនហើយកូនត្រេនខ្ញុំនេះគឺបានមកដល់គឺសប្បាយចិត្តខ្លាំងគេសប្បាយចិត្តគេណាគេលែងខ្វល់ពីម៉ែហើយបានមកដល់ហ្នឹងគឺគេរត់ហើយប៉ុន្តែរត់ដល់ណារត់បានតែបន្តិចហ្នឹងទាម៉ែឲ្យអៀវហើយបើនៅផ្ទះវិញនិយាយពីទៅពឹសចាប់មិនឈ្នះកកូលកកាយតាំងពីព្រឹកដល់យប់ទៅពេលយប់មកដើរលេងរត់បន្តិចទាម៉ែអៀវរត់បន្តិចទាម៉ែពោហើយយើងនេះខំតែស្មានថាគាត់ហ្នឹងរត់លេងចឹងយកគាត់មកដើរលេងទៅត្រូវហើយតែមានត្រូវអីគឺយើងនឹងត្រូវពោគាត់ឬក៏អៀវគាត់ជាប់តែម្ដងគាត់ហត់ដែរចេះហត់ដែរតាអញ្ចឹងហើយយើងចូលមកញ៉ាំអីបងប្អូនកន្លែងនេះកន្លែងញ៉ាំអីនេះជាប់មាត់ស្ទឹងអរ៉ែងណាយើងចូលញ៉ាំអីដោយសារយើងតាមធួទៅគឺមានរៀបចំបាយឲ្យមកពេលអញ្ចឹងហើយសម្រាប់ខ្ញុំអ្នកម្ដាយខូនរពឹសនេះគឺគ្មានបានញ៉ាំអីដូចគេទេបងប្អូនអើយកាន់ចានដើរតាមកូនបដ ாய் អត់គាត់ឃើញកន្លែងលេងគាត់ព្រមនោះស្ងៀមគាត់ចង់រត់លេងអញ្ចឹងណាហើយគេមកគេរត់លេងក៏បានជួបក្រាស់អូនរិទ្ធិពលជួបក្នុងក្រាស់ឡើងសង្ហាឥឡូវយើងមកបន្តញ៉ាំបាយទៀតលោកអើយអត់ព្រមញ៉ាំបានកន្លែងទេអញ្ចឹងមកអង្គុយញ៉ាំនំមាត់ស្ទឹងម្ដងស្ពះសុំយើងណាឲ្យអង្គុយញ៉ាំនៅហ្នឹងអញ្ចឹងក៏សុខចិត្តនាំកូនអង្គុយញ៉ាំនៅហ្នឹងទៅឲ្យវាខុសគេប្លែកគេតែឯងខុសគេតែហ្មងគេអង្គុយញ៉ាំនៅតុគ្រប់គ្នាឯងមកប្លែកខុសគេធ្វើមិនទេកម្មយើងបន្ទាប់ពីយើងញ៉ាំហើយយើងជិះគោយន្តបន្តឡើងទៅទឹកធ្លាក់បងប្អូនពីកន្លែងយើងញ៉ាំទៅទឹកធ្លាក់ហ្នឹងប្រហែលជា400ម៉ែត្រយើងដើរតាមដីក្រហមឡើងទៅលើហើយម៉ែគាត់ធៀងឈឺជើងអញ្ចឹងជិះគោយន្តអ្នកផ្សេងទៀតគឺដើរឡើងទៅដោយសារគោយន្តមានតែមួយទេហើយខ្ញុំហើយកូននេះក៏តោងគោយន្តគេដែរទៅព្រោះអីអៀវឡើងអត់រួចទេលោកអើយធ្ងន់ខ្លាំងណាស់ដើរលេងជាមួយម៉ែសប្បាយតែបងប្អូនសប្បាយច្រៀងផងរាំផងអីផងអត់ចេះប្រកាន់ទេម៉ែសប្បាយណាស់សប្បាយសាហាវ
ហើយសម្រាប់អ្នក single លេងហ្នឹងអាចមកដើរលេងជាមួយម៉ែបានអាទិត្យក្រោយហ្នឹងគេមាន trip ទៅមណ្ឌលគិរីហើយក៏ខែក្រោយហ្នឹងប្រហែលជាយើងរៀបចំ trip ដើរជាមួយម៉ែហ្នឹងទៅខាងមណ្ឌលគិរីដែរគឺចំគេហៅថាគេអ្នកទាំងអស់គ្នាកឋិនយើងគេហៅកឋិននេះមានន័យគេហៅចូលភាសាខ្ញុំចេះភ្លេចចូលភាសាហ្នឹងគឺម៉ែរៀបចំ trip ទៅមណ្ឌលគិរីឲ្យឈៀងចូលវត្តផងហើយកូនខ្ញុំនេះខឹងខ្ញុំដើរយឺតពេកពោឲ្យក៏ដើរយឺតមិនទាន់ចិត្តក៏រត់ទៅតាមពូកាយបាត់ទៅឲ្យពូកាយអូសដឹកដៃដើរឲ្យពោយើងចេញពីកន្លែងទឹកធ្លាក់មកហ្នឹងយើងចូលមកចកាត្រេនចកាសៅម៉ៅបែតុងគ្នាទៅបេះសៅម៉ៅកាន់ថង់ធំម្នាក់មួយទៅបេះសៅម៉ៅសាម៉ៅហ្នឹងគេលក់1គីឡូ6000តារ៉េន1គីឡូ15000បងប្អូនយើងចេញពីហ្នឹងមកម៉ោង3ហើយយើងបន្តមកតាមផ្លូវយើងក៏ចូលមកថតរូបលេងនៅសមុទ្រឈើកោះកុងនេះបងប្អូនស្អាតខ្លាំងបន្តមកតាមផ្លូវហ្នឹង3ម៉ោងទៀតបងប្អូនណា3ម៉ោងបានមកដល់ភ្នំពេញណានៅតាមផ្លូវយើងឈប់ញ៉ាំអីម៉ែលេងមកទាំងហឹងហ្នឹងណាចាក់បាសរាំត្មងទំរាំតអ្នកផ្សេងទៀតញ៉ាំបាយហើយរាំបាន3-4បទខ្ញុំមកដើរលេងហ្នឹងជាមួយនឹងខាងបាត់ចិត្តធัวយើងទៅអរ៉ែងវិលល្ងាចហ្នឹងហើយពេលខ្លះខ្ញុំទៅកោះរ៉ុងវិលល្ងាចហើយទៅខាងកំពង់សោមវិលល្ងាចអីចឹងទៅពេលខ្លះក៏រីរំវិលល្ងាចយើងមានពេលមួយអាទិត្យគឺយើងនាំកូនដើរលេងកុំឲ្យ stress ពេកនៅភ្នំពេញ